ហើយជំងឺរលាកសន្លាក់ម្រាមដៃមានរោគសញ្ញាអ្វីខ្លះដែលអាចឲ្យពុកម៉ែបងប្អូនកត់សម្គាល់បាននៅក្នុងថ្ងៃនេះនឹងខ្ញុំមានរោគសញ្ញាមួយចំនួនចង់មកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនបើពុកម៉ែបងប្អូនមានរោគសញ្ញាដែលនាងខ្ញុំកំពុងតែលើកឡើងនេះគួរតែប្រញាប់ក្នុងការស្វែងរកដំណោះស្រាយបានត្រឹមត្រូវទី1គឺមានការឈឺចុកចាប់នៅសន្លាក់ដៃទី2មានការហើមទី3គឺមានដុំពកនៅតាមម្រាមដៃទី4គឺមានការឈឺចុកចាប់ពេលដែលធ្វើចលនាពិបាកនៅក្នុងការក្តាប់ពិបាកនៅក្នុងការលាពេលដែលធ្វើចលនាម្ដងតែងតែមានការឈឺចុកចាប់តាមម្រាមដៃនេះតែម្ដងដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានអាការៈទាំងអស់នេះគឺពុកម៉ែបងប្អូនកំពុងតែមានបញ្ហារលាកសន្លាក់ម្រាមដៃហើយដូច្នេះគួរតែប្រញាប់ក្នុងការស្វែងរកដំណោះស្រាយបានត្រឹមត្រូវហើយបើសិនបើចង់បានដំណោះស្រាយដែលសមស្របទៅលើបញ្ហាសុខភាពពុកម៉ែបងប្អូនអាចជ្រើសរើសប្រើប្រាស់ជាមួយនឹងផលិតផលបំពេញសុខភាព V-Hope នេះបានសម្រាប់ផលិតផលបំពេញសុខភាព V-Hope មិនត្រឹមតែដោះស្រាយបញ្ហារលាកសន្លាក់ម្រាមដៃទេបញ្ហាស្ពឹកដៃស្ពឹកជើងក្តៅក្រហាយតាមបាតដៃបាតជើងបញ្ហាឡើងជាតិអាស៊ីតបញ្ហាគៀបសរសៃពុកម៉ែបងប្អូនអាចជ្រើសរើសប្រើប្រាស់បានជាពិសេសគឺអតិថិជនដែលគាត់មានបញ្ហាកាពះពោះវៀនគឺផ្ដោតខ្លាំងមែនទែនទៅលើបញ្ហាកាពះពោះវៀនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានដំណោះស្រាយអាចទំនាក់ទំនងតាមលេខទូរស័ព្ទទាំង3ខ្សែនៅក្នុងវីដេអូនេះឬក៏អាចឆាតចូលនៅក្នុង page ផ្ទាល់របស់នាងខ្ញុំបានថ្ងៃនេះនាងខ្ញុំផាត់ចន្ទថ្លាសូមអរគុណនិងសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅក្នុងវីដេអូក្រោយ